ជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូរបស់សាលា Let's Learn French បាទអញ្ចឹងនៅក្នុងវីដេអូនេះដែរគ្រាន់តែជាការចែករំលែកព័ត៌មានមួយចំនួនទេអ្នកទាំងអស់គ្នាបាទអញ្ចឹងដោយសារតែមានគ្នាយើងច្រើនបាទអញ្ចឹងតែងតែសួរខ្ញុំបាទទាំង Messenger ឬមួយក៏បាទTelegram របស់ខ្ញុំដែលសួរថាលោកគ្រូមានបង្រៀនថ្នាក់អនឡាញដែរឬទេបាទអញ្ចឹងខ្ញុំចង់បញ្ជាក់ថាបាទអញ្ចឹងបាទយើងមានអ្នកទាំងអស់គ្នាបាទអញ្ចឹងតាកតងជាមួយនឹងបាទសាលា Let's Learn French យើងមានបង្រៀនអនឡាញបាទពីកម្រិតដំបូងទៅត្រង់ផ្នែកហ្នឹងបាទហើយគ្នាយើងខ្លះទៀតសួរថាលោកគ្រូចុះបើខ្ញុំនៅបារាំងខ្ញុំនៅស្វីសខ្ញុំនៅកាណាដាខ្ញុំនៅបាទ Belgium នៅអីហ្នឹងខ្ញុំរៀនបានគាត់អនឡាញហ្នឹងណាបាទអញ្ចឹងរៀនបានអ្នកទាំងអស់គ្នាចំពោះការរៀនអនឡាញបាទអ្នកទាំងអស់គ្នារៀននៅទីណាក៏បានដែរអត់បញ្ហាទេបាទនៅប្រទេសណាក៏យើងអាចរៀនបានដែរឲ្យតែម៉ោងរបស់យើងនោះវាត្រូវគ្នាព្រោះទៅតាមប្រទេសនីមួយៗបាទអញ្ចឹងបាទពេលខ្លះគឺម៉ោងនោះវាខុសគ្នាបាទអាចខុសគ្នា5 6ម៉ោងឬមួយក៏11 12ម៉ោងអញ្ចឹងទៅអាហ្នឹងណាបាទអញ្ចឹងតាកតងជាមួយនៅក្នុងករណីនៃការរៀនបាទសំណួរមួយទៀតដែលខ្ញុំទទួលបានគឺថាម៉េចបាទលោកគ្រូចុះតាកតងជាមួយនឹងការរៀនអនឡាញហ្នឹងបាទលោកគ្រូគ្រាន់តែតម្លាក់វីដេអូយើងរៀនតាមវីដេអូឬមួយក៏យ៉ាងម៉េចបាទអញ្ចឹងខ្ញុំចង់បញ្ជាក់ការរៀនអនឡាញរបស់យើងគឺយើងរៀនតាមកម្មវិធី Zoom បាទអញ្ចឹងដែលបាទគ្រូហ្នឹងគឺយ៉ាងម៉េច live ផ្ទាល់រៀនជាមួយយើងហ្នឹងត្រង់ផ្នែកហ្នឹងបាទអញ្ចឹងនៅពេលដែលដល់ម៉ោងចូលរៀនអញ្ចឹងបាទអញ្ចឹងយើងនឹងមានបាទការតម្លាក់ link ឲ្យនៅក្នុងក្រុម Telegram ហើយអ្នកទាំងអស់គ្នាអាចចុចក្នុង link ដែលគ្រូគាត់បានផ្ញើឲ្យបាទអញ្ចឹងបន្ទាប់មកទៀតយើងអាចចូលរៀនបានដោយទៅជែកគ្នាជាមួយគ្រូបានឆ្ងល់អីសួរសំណួរទៅកាន់គ្នាទៅវិញទៅមកឧទាហរណ៍យើងអត់យល់យើងសួរគ្រូ direct ភ្លាមៗនៅក្នុង Zoom នឹងបាននៅត្រង់ផ្នែកហ្នឹងបាទហើយមួយទៀតបាទអ្នកខ្លះថាលោកគ្រូចុះបើអាថ្នាក់មួយហ្នឹងបាទអញ្ចឹងម៉ោងខ្ញុំវាអត់ត្រូវគ្នាដោយសារតែខ្ញុំនៅបារាំងខ្ញុំនៅកាណាដាអញ្ចឹងទៅពិបាកនៅក្នុងការរៀនដោយសារខ្ញុំចាប់ធ្វើការផងហើយម៉ោងវាអត់ត្រូវគ្នាអញ្ចឹងសួរតែខ្ញុំរៀនបានអត់យើងនៅតែអាចរៀនបានអ្នកទាំងអស់គ្នាដោយសារតែនៅក្នុង group Telegram របស់យើងបាទអញ្ចឹងគឺយើងមាន record ជាវីដេអូអញ្ចឹងមានន័យថានៅពេលដែលយើងរៀនបាទនៅក្នុងថ្នាក់បាទអញ្ចឹងអ្នកទាំងអស់គ្នាអាចបាទមានវីដេអូនៅក្នុង group Telegram ដើម្បីមើលត្រង់ផ្នែកហ្នឹងពីព្រោះនៅពេលដែលយើងរៀនចប់នៅក្នុងថ្នាក់របស់យើងអញ្ចឹងខ្ញុំមាន record ជាវីដេអូដើម្បីតម្លាក់ឲ្យយើងនៅក្នុងក្រុមបាទប៉ុន្តែសួរថាក្នុងករណីការរៀនបាទអញ្ចឹងយើងអាចរៀនតាមវីដេអូបានក៏អត់អាចរៀនបានអ្នកទាំងអស់គ្នាប៉ុន្តែការរៀនតាមវីដេអូវាទាមទារឲ្យយើងយ៉ាងម៉េចបាទអញ្ចឹងមានការផ្ដោតនិងការយកចិត្តទុកដាក់ឲ្យបានខ្ពស់នៅត្រង់ផ្នែកហ្នឹងបាទពីព្រោះអីបើយើងអត់ខំប្រឹងទេអាហ្នឹងបាទរៀនទៅតាមវីដេអូយើងឡែអាហ្នឹងក៏វាមិនអាចថាបាទចេះបានដែរត្រង់ផ្នែកហ្នឹងបាទតែខ្ញុំនៅតែលើកទឹកចិត្តថាបើយើងមានពេលទៅចូលរៀនតាម Zoom បានយើងអាចចូលតាមកម្មវិធី Zoom ទៅនៅត្រង់ផ្នែកហ្នឹងអាហ្នឹងណាបាទហើយមួយទៀតបាទថ្នាក់ដំបូងបាទដែលគេថាកម្រិត A1 ដែលនៅក្នុងករណីនៃការរៀនកម្រិត A1 របស់សាលា Let's Learn French អញ្ចឹងគឺយើងបញ្ចូល A0 នៅក្នុងហ្នឹងបាទអញ្ចឹងមានន័យថានៅក្នុងវគ្គ A1 សម្រាប់វគ្គដែលអ្នកអត់ចេះសោះហ្នឹងគឺយើងរៀនតាក់ទងជាមួយនឹងការប្រកបការអានវិជ្ជាករគ្រឹះការបំបែកកិច្ចស័ព្ទមួយចំនួនបន្ទាប់មកបានយើងចាប់ផ្ដើមចូលទៅសភៅរបស់យើងនៅត្រង់ផ្នែកហ្នឹងបាទហើយចំពោះតម្លៃនៃថ្នាក់ A1 ថ្នាក់ដំបូងគឺ$10ក្នុងមួយខែនៅត្រង់ផ្នែកហ្នឹងអញ្ចឹងនៅពេលដែលយើងចប់ថ្នាក់ A1 យើងចូលទៅថ្នាក់បន្ទាប់តម្លៃវាអាចប្រែប្រួលតិចតួចចំពោះថ្នាក់ A2 A3 អីហ្នឹងតម្លៃ$12កន្លះក្នុងមួយខែចំណែកថ្នាក់ A4 បាទឡើងទៅរហូតដល់វគ្គ A2 អានឹងតម្លៃរបស់យើងគឺបាទ$15ក្នុងមួយខែហើយចំពោះថ្នាក់ B អាងគឺតម្លៃរបស់យើង$20ក្នុងមួយខែហើយតាកតងជាមួយនឹងក្នុងករណីនៃការដែលយើងបាទរៀនបាទរយៈពេលបាទមួយវគ្គវាអាចចន្លោះខ្ទង់2ខែកន្លះបាទប៉ុន្តែចំពោះវគ្គ A អាង1វាយូរជាងគេបន្តិចដោយសារអីដោយសារតែយើងបញ្ចូលការប្រកបការអាននៅក្នុងហ្នឹងអញ្ចឹងវាអាចឈានទៅដល់3ខែឬមួយក៏3ខែលើសតិចតួចនៅត្រង់ផ្នែកហ្នឹងណាអាចថា3ខែកន្លះចុះដោយសារយើងបញ្ចូលការចាប់គ្រឹះនិងការអានប្រកបអីហ្នឹងវាខ្ទង់ប្រហែលជា3សប្តាហ៍នៅត្រង់ផ្នែកហ្នឹងណាបាទហើយបាទកូនសិស្សមួយចំនួនទៀតក៏សួរទៀតថាលោកគ្រូមានបង្រៀនការត្រៀមប្រឡងដែលអត់បាទអញ្ចឹងយើងមានអ្នកទាំងអស់គ្នាបាទអញ្ចឹងយើងមានការត្រៀមប្រឡងដែលបាទ A2 B អាងអីហ្នឹងយើងមាននៅត្រង់ផ្នែកហ្នឹងណាបាទបើក្នុងករណីអ្នកទាំងអស់គ្នាបាទចាប់អារម្មណ៍ថាអូខ្ញុំមានជាក្រុមរបស់ខ្ញុំប្រហែលអ្នកបាទអញ្ចឹងគឺខ្ញុំចង់រៀនបែបត្រៀមបង្រៀនបាទដែលអញ្ចឹងយើងមានអត់បាទអាហ្នឹងយើងទទួលយើងមានអ្នកទាំងអស់គ្នាវាអាស្រ័យទៅលើម៉ោងពេលរបស់យើងថាតើម៉ោងដែលគ្នាយើងមានហើយនឹងម៉ោងដែលខ្ញុំតនេហ្នឹងវាត្រូវគ្នាដែរឬអត់នៅត្រង់ផ្នែកហ្នឹងបាទអញ្ចឹងទីនេះគឺជាព័ត៌មានរបស់សាលា Let's Learn French របស់ពួកយើងហើយនៅក្នុងពេលបច្ចុប្បន្ននេះបាទអញ្ចឹងយើងមានថ្នាក់បើកថ្មីថ្នាក់ដំបូងបាទអញ្ចឹង A1 សម្រាប់អ្នកអត់ចេះសោះបាទអញ្ចឹងក្នុងករណីអ្នកទាំងអស់នេះអត់ធ្លាប់រៀនភាសាបារាំងពីមុនមកទេអាចរៀនបានថ្នាក់ A1 បាទអញ្ចឹងដែលថ្នាក់ហ្នឹងគឺបាទម៉ោង1រហូតដល់ម៉ោង3ថ្ងៃសៅរ៍អាទិត្យអ
ចឹងគឺយើងបរៀន2ម៉ោង2ម៉ោងណាហើយម៉ោងហ្នឹងគឺម៉ោងនៅខ្មែរអ្នកនរគ្នាបាទចឹងម៉ោង1ដល់ម៉ោង3ថ្ងៃសៅរ៍និងថ្ងៃអាទិត្យបាទដែលថ្នាក់នេះដែរចូលរៀននៅថ្ងៃទី11បាទខែហ្នឹងបាទថ្ងៃទី11ខែតុលាហ្នឹងបាទហើយថ្នាក់ហ្នឹងជិតពេញហើយអញ្ចឹងបើក្នុងករណីអ្នកទាំងអស់គ្នាចាប់អារម្មណ៍អាចស្រូតរូបរននៅក្នុងការចុះឈ្មោះបាទអញ្ចឹងចំពោះវីដេអូនេះគឺយើងមានតែប៉ុណ្្នឹងអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយទៀតបាទ Merci beaucoup over